សួស្តីបងប្អូនទាំងអស់គ្នាបាត់ខ្ញុំមករយៈអីអត់ដែលមានវីដេអូផុសដូចមុនទេឥឡូវនេះខ្ញុំបានមកទីតាំងមួយអីសុទ្ធតែដើមផ្កាហ្មងបងប្អូនហើយរីសតនេះបងប្អូននៅខេត្តកំពតយើងទេអញ្ចឹងរីសតនេះមានឈ្មោះហៅថាសូបិនបានសម្រាប់កន្លែងនេះគឺម្ចាស់រីសតអ្នកមីងគឺគាត់រស់រាយរាក់ទាក់បងប្អូនអើយអញ្ចឹងអាចមកលេងជាលក្ខណៈក្រុមគ្រួសារមិត្តភ័ក្តិយើងមករីឡែកអាំងសាច់អាំងអីលេងអញ្ចឹងណាដោយសារតែទេសភាពនៅតំបន់នេះគឺមានចកាតេរ៉េនមានដំណាំទូទៅតែមីងតែជាម្ចាស់រីសតហ្នឹងគាត់ដាំជាច្រើនអញ្ចឹងយើងអាចដើរលំហែលេងនៅក្នុងរីសតគាត់អញ្ចឹងគយគុណទេសភាពបណ្ដើមើលភ្នំអីចឹងណាយើងហាត់ក្លិនផ្កាបងប្អូននិយាយទៅគឺផ្កាគ្រប់មុខហ្មងគាត់ប្រកែដាំណាសំបីតែក្បែរផ្ទះបាយក៏មានផ្កាគយគុណទេសភាពភ្នំហើយយើងមានផ្លែឈើទូទៅអញ្ចឹងណាហើយលហុងនេះគាត់ឲ្យខ្ញុំហ្នឹងហើយនេះផ្ទះបាយបងប្អូនផ្ទះបាយនេះគឺខ្ញុំគាត់ឲ្យខ្ញុំប្រើឲ្យខ្ញុំចំអិនម្ហូបញ៉ាំនៅហ្នឹងអញ្ចឹងអរគុណដល់មីងម្ចាស់រីសតមែនតើដែលរស់រាយរាក់ទាក់ឲ្យយើងញ៉ាំឲ្យយើងចំអិនញ៉ាំនៅទីហ្នឹងតែម្ដងនេះអាហារពេលថ្ងៃរបស់ខ្ញុំអីហើយញ៉ាំបដាយើងមើលទេសភាពភ្នំទេសភាពចកាគាត់អញ្ចឹងបន្ទាប់ពីញ៉ាំអាហារហើយខ្ញុំដើរលេងតាមសួនផ្កាសួនអីគាត់អញ្ចឹងបងប្អូនមកលេងមកអត់ឆ្ងាយទេគឺមកពីកពតមកតែ15នាទីទេដល់ហើយចឹងមកដល់យើងទទួលបានកន្លែងមួយដែលផាសុខភាពមែនទែនហើយស្ងប់ស្ងាត់ណាបងប្អូននិយាយទៅគឺស្ងប់ស្ងាត់មែនទែនមានកន្លែងបោះប៊ូលមានអីចឹងណាអញ្ចឹងបងប្អូនធ្លាប់ដើរកន្លែងផ្សេងមានមនុស្សអ៊ូអអញ្ចឹងវាអត់សូវ relax អត់សូវស្ងប់ស្ងាត់ទេហើយបើកន្លែងមីងខ្ញុំធានាថាស្ងប់ស្ងាត់ស្រួលហ្មងអញ្ចឹងយើងអាចបោះតង់ក៏បានយើងអាចស្នាក់នៅកន្លែងគាត់ក៏បានហើយនិយាយទៅបើកន្លែងស្នាក់នៅវិញនេះហើយនេះជាចដាដែលយើងឡើងទៅហើយមាន2ជាន់បងប្អូនមានដំណាក់2ជាន់អញ្ចឹងទៅយើងគេងខាងក្រោមក៏បានខាងលើក៏បាននេះគាត់រៀបចំបែបខ្មែរអញ្ចឹងយើងមកដល់កន្លែងហ្នឹងទៅគឺទទួលអារម្មណ៍រីករាយហ្មងបើយើងខ្ជិលបោះតង់គឺយើងស្នាក់នៅក្នុងរីសតគាត់គឺបែបខ្មែរបងប្អូនឃើញអត់ស្រស់ស្រាយតាមប្រអួតគឺយើងមើលទៅឃើញភ្នំឃើញអីអញ្ចឹងណានេះជាន់លើហើយសម្រាប់ជាន់ក្រោមក៏ស្អាតដែរឃើញអត់គេរៀបចំមានដូចកម្មាដូចអីអញ្ចឹងណាតាមជាងតាមអីគាត់ដេកបែបខ្មែរយើងហ្មងអញ្ចឹងមកដល់ទីនេះគឺអារម្មណ៍ដែលយើងធុញថប់តានតឹងអីសប្បាយរីករាយអញ្ចឹងខ្ញុំមកដល់ទីនេះគឺទទួលអារម្មណ៍រីករាយបងប្អូនអាចសាកមកកន្លែងគាត់បាននេះឃើញទេខ្ញុំបោះតង់គេងអញ្ចឹងយើងដើរលេងដើរអីជុំវិញបរិវេណហ្នឹងហើយលហុងនេះជាលហុងចំការគាត់ហ្នឹងគាត់ឲ្យខ្ញុំបេះញ៉ាំអរគុណម្ចាស់តែមីងម្ចាស់ចំការមែនតើញ៉ាំបណ្ដើយើងមើលទេសភាពមើលអីអញ្ចឹងទៅអូយស្រស់ស្រាយបងប្អូនស្រស់ស្រាយហើយយប់ឡើងយើងអាចគេងបានត្រជាក់ស្រួលតំបន់នេះដើរថតរូបដើរអីអញ្ចឹងទៅនិយាយទៅបរិវេណគាត់ធំណាអញ្ចឹងគាត់ឲ្យយើងមាន free កន្លែងបោះប៊ូកន្លែងអីអញ្ចឹងបោះលេងឲ្យខ្ញុំទៅយើងដើរលេងបដើយើងមានកន្លែងកំសាន្តអីចឹងហៅគ្នាមក4 5នាក់ទៅអញ្ចឹងអរគុណច្រើនមែនទេបងប្អូនបើចង់មកលេងអីអាចមកលេងបានងាយស្រួលទេនៅខេត្តកំពតយើងទេអញ្ចឹងយើងចំណាយពេលដែរអញ្ចឹងបងប្អូនចង់បានពីទីក្រុងខេត្តកំពតអាកាសស្រស់ស្អាតគយគុណមើលថ្ងៃលិចថ្ងៃរះអញ្ចឹងបងប្អូនអាចមកបានដែលមានឈ្មោះហៅថាសុបិនបានរីសតហ្នឹងយើងឆែកនៅ Google ក៏មានដែរបងប្អូនហើយទីតាំងនេះយើងអាចឡើងមកដល់ខាងលើហ្នឹងគយគុណមើលភ្នំមើលទេសភាពដោយសារគាត់សាងសង់ឡើងទៅមាន3ដំណាក់ហើយយើងឡើងទៅគឺអូយស្រស់ស្រាយបងប្អូនហ្នឹងហើយនេះខ្ញុំចុះទៅវិញហើយផ្លូវឡើងផ្លូវចុះហ្នឹងគឺផ្កាអមដោយផ្កាជុំវិញហ្នឹងហ្មងអញ្ចឹងអរគុណច្រើនបងប្អូនណាបងប្អូនអាចមកលេងមកសាកល្បងមើលបានហើយអ្នកមីងក៏រស់រាយរាក់ទាក់ចាំទទួលស្វាគមន៍បងប្អូនជានិច្ចអរគុណបងប្អូនទាំងអស់គ្នាសង្ឃឹមមកជួបគ្នានៅពេលក្រោយវីដេអូក្រោយទៀតអរគុណច្រើន